ឡើងទៅไปរួនទៅឡើងម្ដងទៀតណែកំឡាំងអញអត់លីលើមកលហើយខោអញណែឡើងណែព្រួយណែខំអញផុសឡើយឡើងធ្លាក់ខ្លួនឯងមកខឹងអញមិនបានធ្វើអីឲ្យធ្លាក់នេះទៅវិញទៅមកនេះសងសឹកគ្នាទៅវិញទៅមកអ្នកស្រែសងសឹកគ្នាហើយមិនសងសឹករឿងអីមិនសងសឹករឿងស្អីទេសត្វតាបងប្អូនភូមិផងភ្លឺតែមួយហើយលបងតែមួយភ្លឺតែមួយដើរគាត់ថាពេលយើងបាញ់ចេះទៅសត្វល្អិតវាហោះទៅខាងណូខាងក្មួយណូក្មួយបាញ់ទៅវាហោះទៅខាងឯណូញាតិមិត្តខាងណូដល់ពេលចូលឡើងខាងណូគេបាញ់ទៅវាវិលចុះវិលឡើងទៅវិញទៅមកអានឹងវាហៅទៅដូចសងសឹកទៅវិញទៅមកពិតគ្មានស្អីសងសឹកទេសត្វល្អិតយើងបាញ់ចេះណូស្អែកឡើងទៅនៅឯណោះអស់ឬក៏មិននៅអាក្រោមរបស់យើងដដែលនោះអស់ស្អែកយើងបាញ់អាក្រោមវាឡើងមកលើនេះវិញអញ្ចឹងតែយើងបាញ់ឯណាអស់មួយថ្ងៃ4ហិតតាវាស្មើនឹង32ធុងមួយធុង8ហិតតាវាស្មើនឹង32ធុងមួយធុងយើងគិតទៅវា25លីត្រយើងគិតតែ20លីត្រដើម្បីឲ្យវាស្រួលគិត32ធុង4 660លីត្រទឹកហើយនៅអា5លីត្រនិង10ធុង50លីត្រ5 10ដង50 550លីត្រទៀត150លីត្រ160លីត្របូកជាមួយនឹង540 800លីត្រ160ដូចមួយ540 60 70ណា700លីត្រហើយយើងបាញ់អស់ដែរបាញ់ដើរថ្មើរជើងចេះមួយថ្ងៃយូរឲ្យអស់អត់ទេអញ្ចឹងទៅបាញ់បដិញអញ្ចឹងទៅស្អែកឡើងទៅបាញ់ឯនោះមហាត់អញ្ចឹងទៅមហាត់អញ្ចឹងទៅដល់ពេលអញ្ចឹងសត្វល្អិតវាទៅវិញទៅមកវិលចុះវិលឡើងអញ្ចឹងទៅមានទៅតាមកម្លាំងយើងធ្វើបានប៉ុណ្ណាចឹងជប់ប៉ុណ្ណឹងទៅបើបាញ់2នាក់អញ្ចឹងមួយថ្ងៃបាន2ហិតតាបើបាញ់ពីព្រឹក2ល្ងាច2បានតែ4ប៉ុន្តែយើងបាញ់ព្រឹកវាមិនកើតហេតុអីបានពីច្រើនពីកសិករបាញ់ល្ងាចអ្នកខ្លះបើអ្នកភូមិផងភ្លឺតែមួយខាងនោះគាត់បាញ់ចាប់ពីម៉ោង5អីទៅយប់ឡើងគាត់ពាក់កែវបាញ់ដោយសារសត្វល្អិតក៏វាឡើងតកូវក៏ឡើងមកពីខាងក្រោមវាមកទុំចុងអញ្ចឹងបាញ់ទៅឆាប់ងាប់ជាងចឹងហើយបានពីច្រើនគឺបាញ់ពេលល្ងាចនេះបាញ់ទៅពីម៉ោង4មក1ម៉ោងជាងឯដឹងម៉ោងម៉ានឯងមើលពងទៅថត